សម្លម្ជូរយួនយូរទៅបានស្លញ៉ាំម្ដងរសជាតិវិញគឺប្លែកមាត់ម្យ៉ាងដែរសម្លរបស់យើងក៏តំណងរសជាតិវិញក៏ឆ្ងាញ់ដែរបងប្អូនហើយសម្លថ្ងៃនេះគឺខ្ញុំបង់ជាមួយនឹងត្រីផ្ទក់ចាចំពោះឯផ្នែកបន្លែវិញនាងខ្ញុំដាក់តែត្រឡាចប៉េងប៉ោះម្នាស់ផ្សិតហើយនឹងក្រអៅឈូកហើយខ្ញុំក៏បន្ថែមពងមាន់នេះ2គ្រាប់ដែរសម្រាប់ទុកដាក់នៅក្នុងសម្លចាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកត្រីនឹងយកវាមកចៀនសិនសម្រាប់ត្រីបងប្អូនចង់ចៀនឲ្យក្រៀមក៏បានដែរតាមចំណង់ចំណូលចិត្តហើយថ្ងៃនេះបានត្រីធំមែនតើយកមកស្លបងប្អូនហើយត្រីនេះប្រហែលជា1គីឡូហើយណោះឥឡូវនេះត្រីក៏ឆ្អិនមួយចំហៀងដែរអញ្ចឹងយើងធ្វើការប្រែវាមួយចំហៀងទៀតហើយសម្លថ្ងៃនេះដឹងតែឆ្ងាញ់ហើយបងប្អូនបើមិនឆ្ងាញ់ទៀតទៅចម្លែកដោយសារតែត្រីយើងឡើងពេញឆ្នាំងហើយហ្នឹងចឹងឥឡូវនេះត្រីរបស់យើងក៏បានឆ្អិនដែរអញ្ចឹងខ្ញុំស្រង់វាទុកសម្រាប់បងប្អូនដែរគាត់ចូលចិត្តត្រីរាងក្រៀមខ្លាំងបងប្អូនចៀនតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំប៉ុណ្នេះគឺល្មមអញ្ចឹងខ្ញុំស្រង់វាឲ្យយកទុកម្លាយសិនចាបន្តមកទៀតខ្ញុំក៏យកខ្ទឹមសនេះយកវាមកបំពងដើម្បីទុកដាក់នៅក្នុងសម្លរបស់យើងធ្វើឲ្យសម្លហ្នឹងកាន់តែមានក្លិនឈ្ងុយថែមទៀតហើយខ្ទឹមនេះគឺខ្ញុំបំពងទៅពណ៌ក្រហមប៉ុណ្ណឹងណាបងប្អូនចារួចរាល់ហើយខ្ញុំដួសវាទុកសិនចាឥឡូវនេះខ្ញុំចាប់ផ្ដើមមកដាក់ឆ្នាំងដាំទឹកដើម្បីស្លតែម្ដងទឹកពុះខ្ញុំបង់គល់ស្លឹកគ្រៃរំដេងហើយនឹងស្លឹកក្រូចសើចបន្ទាប់មកខ្ញុំដាក់បន្លែរឹងដូចជាត្រឡាចហើយនឹងម្នាស់ហើយខ្ញុំរំងាស់ឲ្យវាឆ្អិនបន្តិចបានខ្ញុំបង់គ្រឿងផ្សំដូចជាទឹកត្រីអំបិលរ៉ូឌីប៊ីចេងហើយនឹងស្ករសបន្ទាប់មកខ្ញុំដាក់ប៉េងប៉ោះផ្សិតហើយនឹងក្រអៅឈូកហើយនឹងត្រីដែលយើងបានបំពងមកនឹងចូលទៅដែរហើយយើងដាក់ទឹកអំពិលទុំចូលទៅសម្រាប់រសជាតិបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តខ្ញុំទុកឲ្យសម្លនេះបានពុះមួយរំពុះសិនដើម្បីធ្វើឲ្យបន្លែរបស់យើងនឹងបានឆ្អិនល្អបន្ទាប់មកខ្ញុំក៏បន្ថែមពងមាន់ចូលទៅចំនួន2គ្រាប់ហើយខ្ញុំដាក់ជីនឹងវងជីរណាហើយនឹងម្អមចូលទៅហើយខ្ញុំក៏មិនភ្លេចដាក់ជាមួយនឹងខ្ទឹមដែលយើងបានបំពងមុននឹងចូលទៅដែរដើម្បីធ្វើឲ្យសម្លរបស់យើងនឹងកាន់តែមានក្លិនឈ្ងុយថែមទៀតចាឥឡូវនេះសម្លម្ជូរយួនរបស់នាងខ្ញុំគឺថាបានឆ្អិនរួចរាល់ហើយតំណងដែរអត់បងប្អូន